ចាប់ដើមចេញពីបរិសម្នាក់ដែលបរិសនោះគឺជាប្តីនិងជាឪពុកប្តីដែលដើរតួជាបង្គោលគ្រួសារជាបរិសមានទំនួលខុសត្រូវផ្ដល់ក្តីស្រឡាញ់និងការការពារដល់ប្រពន្ធនិងកូននិងធ្វើឲ្យប្រពន្ធក្លាយជាមនុស្សស្រីមានសំណាងម្នាក់ជាពិសេសកូននឹងរស់នៅក្នុងភាពកក់ក្ដៅអត្តចរិតទាំងអស់នេះនឹងចម្លងដល់កូនដែលធ្វើឲ្យគ្រួសារជាគ្រួសាររីករាយនិងមានសុភមង្គលគ្រួសារដែលល្អនិងកក់ក្ដៅមួយគឺចាប់ដើមចេញពីបរិសម្នាក់ដែលបរិសនោះគឺជាប្តីនិងជាឪពុកប្តីដែលដើរតួជាបង្គោលគ្រួសារជាបរិសមានទំនួលខុសត្រូវផ្ដល់ក្តីស្រឡាញ់និងការការពារដល់ប្រពន្ធនិងកូននិងធ្វើឲ្យប្រពន្ធក្លាយជាមនុស្សស្រីមានសំណាងម្នាក់ជាពិសេសកូននឹងរស់នៅក្នុងភាពកក់ក្ដៅអត្តចរិតទាំងអស់នេះនឹងចម្លងដល់កូនដែលធ្វើឲ្យគ្រួសារជាគ្រួសាររីករាយនិងមានសុភមង្គលគ្រួសារដែលល្អនិងកក់ក្ដៅមួយគឺចាប់ដើមចេញពីបរិសម្នាក់ដែលបរិសនោះគឺជាប្តីនិងជាឪពុកប្តីដែលដើរតួជាបង្គោលគ្រួសារជាបរិសមានទំនួលខុសត្រូវផ្ដល់ក្តីស្រឡាញ់និងការការពារដល់ប្រពន្ធនិងកូននិងធ្វើឲ្យប្រពន្ធក្លាយជាមនុស្សស្រីមានសំណាងម្នាក់ជាពិសេសកូននឹងរស់នៅក្នុងភាពកក់ក្ដៅអត្តចរិតទាំងអស់នេះនឹងចម្លងដល់កូន